ផឹកបានល្អចុងចៅអមាញ់មិញឯងនិយាយថាម៉េចហ្នឹងយើងនិយាយអ្វីហើយឯងបាននិយាយយើងនិយាយស្អីឯងនិយាយហើយឯងសបឹងហើយបើទេពួកឯងប្រហែលអ្នកឆាប់មកណាមេតបម៉ៃល្អណាស់ស្វឹងតាមផ្លូវរំខានប្រជារាស្ត្រនៅមានចាស់ជងឯងទៀតវិន័យរបស់មេតបសាំងឯងភ្លេចអស់ហើយមែនទេបាទពូកែណាឯងហៅមេតបសាំងមកសម្ដីរបស់ឯងនេះណាអត់ឆៅយើងមិនស្ដាប់ទេឯងនេះវាគ្រាន់តែឆៅមេតបម៉ៃគេផឹកច្រើនហើយលោកកុំប្រកាន់គេអីពីនេះ20ដំបងចាប់ខ្លួនទាំងអស់បាទប្រាប់ឯងមួយប្រាប់រឿងអីគេថាមេតបម៉ៃជាមនុស្សស្រីពេលនេះពិតមែនពួកគេសិតតែនិយាយចឹងអូនេះពួកអញមើលខ្ញុំហ៎គ្មានទេដាច់ខាតគ្មានទេដាច់ខាតមានក៏មានអ្វីមិនហ៊ានទទួលស្គាល់ខ្ញុំមិនមែនក្បាល3ដៃ6ទេមើលខ្ញុំធ្វើអីពួកយើងមើលលោកព្រោះយើងសរសើររូបរាងមេតបម៉ៃហើយពួកយើងសរសើរមេតបម៉ៃសង្ហានិយាយពាក្យពេចពួកយើងគឺព្រោះតែមេក្រុមពួកយើងនៅទីនេះមេតបម៉ៃពួកយើងត្រូវតមុនហើយតមុនហើយជម្រាបលាមានបញ្ហាលបងម៉ៃអេសៀវអស់បងភ្ញាក់ហើយហ៎រៀបបំបាច់រួយហើយណែរៀបចំរួយហើយគ្មានរបស់អ្វីទេគឺកៅអៅពីសម្រាប់លបងម៉ៃពួកយើងហូបបាយសិនទៅល្អហូបបាយព្រឹករួយចូលក្រុងមេតបម៉ៃលោកឆាត់តមើលទៅចាំងស៊ឺឈៀងវាយគ្នាទៀតហើយចាំខ្ញុំងប់ទៅជួយងប់ទៅឯងនិយាយព្រឹកប្រាំងឯងស្លាប់ឯងងប់ទៅតែប្រៃងប់ទៅឯងនិយាយព្រឹកប្រាំងទៅអីធ្វើស្អីអញធ្វើស្អីសុំព្រាមឡើងដៃក្រោកឡើងពួកអញធ្វើស្អីតចេញទៅមានរឿងអីហេតុអីវេគ្នានិយាយទៅហេតុអីវេគ្នាអត់តាំងគឺគេប្រមាថលោកអង្តាន់បិទមាត់គេថាលោកជាមនុស្សស្រីនៅក្នុងជំរំនេះគេបាននិយាយគ្រប់គ្នាខ្ញុំគ្រាន់តែសួរពួកឯងប្រមាណម៉ាត់ពួកឯងក៏បាយខ្ញុំទេតបម៉ៃឬមួយក៏ខ្ញុំនិយាយត្រូវក៏ទទួលទោសដែរខ្ញុំនិយាយទៅឯងនិយាយម្ដងទៀតទៅនិយាយមិនត្រូវទទួលទោសទេប៉ុន្តែវាតបគ្នាតាមវិន័យតបត្រូវវា20ដំបងចង់ពិន័យត្រូវពិន័យ3នាក់ជាមួយគ្នាមិនសមខ្ញុំពិន័យឯងព្រោះឯងគ្មានបំណងទទួលកំហុសត្រូវជាធម្មតាខ្ញុំមិនចូលចិត្តឲ្យគេថាខ្ញុំដូចស្រីតែមាត់នៅលើផ្លូវរបស់គេខ្ញុំខ្វល់មិនបានពួកឯងក៏ខ្វល់មិនបានរឿងនៅថ្ងៃនេះខ្ញុំមិនទាន់ពិន័យពួកឯងបើមានលើកក្រោយដាច់ខាតមកលើកលែងបាទជប់ឯងម្ដងជប់ឯងម្ដងមួយថ្ងៃក្រោយកុំឆេះឆាបបែបនេះ20ដំបងមិនឈឺទេភ្លេចហើយឈឺតែក៏ខ្ញុំទៅសពោគេដែរតែណាឲ្យគេធ្វើបាបឯងពាក្យអំបញ្ញមិញនោះចេញមកពីណាទៅមិនដឹងទេណាហើយចាស់ខ្ញុំគ្រាន់តែសួរនៅទាំងពីរទៅរវល់ចាស់ខ្ញុំទៅរកលបងថាងល្អតោះទៅអូយមកខ្ញុំនេះចំមែនទេបងមិនចេះផឹកកំផឹកអីខ្ញុំផឹកស្រាអីទៅហើយមកខ្ញុំនេះមិនអាចនិយាយបែបនេះទៅខ្ញុំមិនអាចនិយាយចឹងអត់ណាចាំមិនហើយឈឺថ្មិញមែនទេក្តៅក្នុងចិត្តប្រាប់អញប្រមាណដងហើយកុំសូវដាច់ជុំផឹកទឹកឲ្យច្រើន
បាទ លោកម្ចាស់តូច នេះជាសម្បត្តិបានសុកផ្ញើឲ្យណាម៉ាផ្ញើចេញទៅ បានលោកម្ចាស់តូចលោកស៊ូផ្ញើមកឲ្យហើយ លបងថាងរឿងនេះលបងយល់យ៉ាងម៉េច រឿងនេះច្បាស់ជាមានមនុស្សធ្លាប់ឃើញលិខិតមង្គលការរបស់ឯងហើយក៏និយាយចេញមក ខ្ញុំក៏គិតបែបនេះ ឯងគិតថាជាណា ខ្ញុំច្បាស់ជាជឿជាក់មេតបសាំងជឿជាក់មុខបាយខ្ញុំក៏ជឿជាក់បង អញ្ចឹងអ្នកនៅសល់គឺមានតែសណានៅក្បែរលោកមេតបប្រមាណអ្នកនោះគិតចង់ធ្វើយ៉ាងម៉េច នៅអាចធ្វើយ៉ាងម៉េចខ្ញុំមិនអាចសម្រាប់មនុស្សបំបិតមាត់ទេលបងថាងមានពាក្យចចាមអារាមច្បាស់ជាមានមនុស្សខ្លះចង់មករកចម្លើយមិនអញ្ចឹងពួកយើងត្រៀមល្ខោនល្អមួយឲ្យពួកគេ លេខល្ខោនល្អមួយ ម៉ាក់គឺពួកយើង អម៉ៃពេលនេះក្នុងកងទ័ពតមូលសតដ្ឋាននេះជាមនុស្សស្រី និយាយលើថែមទៀតនិយាយលើថែមទៀតតបទាំងមូលនឹងដឹងថានេះមិនមែនជាពាក្យចចាមអារាមរឿងនេះមិនបាច់លោកមករវល់ទេខ្ញុំមានមធ្យោបាយហើយ មធ្យោបាយអីទៅ ខ្ញុំចង់ជ័យលបងថាងមកងូតទឹកក្នុងជំរំរបស់ខ្ញុំ ងូតទឹកហើយចុះឯងវិញ ខ្ញុំច្បាស់ជាអង្គុយនៅក្បែរនោះហើយច្រៀងបាត់ចម្រៀងបន្តិចធ្វើដូចជាខ្ញុំកំពុងងូតទឹក ខ្ញុំមិនយល់ព្រមទេ លោកនៅមិនព្រមខ្ញុំយល់ព្រម ទេហេតុអីលោកមិនយល់ព្រម រីឯមូលហេតុអីវិញខ្ញុំមិនទាន់គិតរួចទេហើយមកធ្វើស្អីឆាប់ចេញទៅកុំតាមខ្ញុំ នេះគឺជាស្រាល្អ ខ្ញុំផ្ដាច់ស្រាយថយចេញ ថ្ងៃនោះណាឯងថាមេតបមកជាមនុស្សស្រីតើពិតឬក៏អត់ ប្រហែលថ្ងៃមុនខ្ញុំឧស្សាហ៍ឃើញលិខិតរៀបការរបស់មេតបម៉ៃនឹងឆាងយូជេងណា ហើយនិយាយថាម៉េច មានរឿងបែបនេះទេឯងដាប់ខុសហើយ និយាយផ្ដាស់ខ្ញុំបានដឹងច្បាស់ណាស់ឯងថាឯងបានឃើញលិខិតរៀបការរបស់នាងណា មិនអាចទៅរួចទេពីចចាមរាំងក្នុងជំរំឯងគឺលឺហើយមេតបម៉ៃនិងមេតប ចុះមិន សាំង ក៏ឯងផ្ដាច់ស្រា ខ្ញុំ កាលពីម្សិលមិញណាឯងថាគេជាមនុស្សស្រីថ្ងៃនេះបាច់ច្បាស់ឌីសែតកុហកអ្នកផ្សេងបានតែកុហកហត់ឆាវខ្ញុំមិនបានទេច្បាស់ជានាងដើម្បីលាក់ខ្លួនជាមនុស្សស្រីក៏ប្រឌិតរឿងចេញមកតែប៉ុណ្ណោះ ចង់យ៉ាងម៉េចឲ្យពិតប្រកបទៅ ខ្ញុំចង់ឲ្យឯងនិយាយការពិតបកអាក្រាតមុខមាត់ពិតរបស់នាង មិនអាចទៅរួចទេ ដោះឯងមិនយល់ព្រមខ្ញុំធ្វើម្នាក់ឯងចុះ ហងឆៅឯងពេលមួយចង់ចរចា ក្រាបទូលតបរបស់ឈិនឈីដកថយហើយទុកតែតបការពារមួយក្រុមនៅក្នុងជីងយ៉ាងមហាក្សត្រច័ន្ទនេះបានបញ្ជូនបេសកជនចរចាកំពុងធ្វើដំណើរមកសឹងទូហើយ អាយ៉ាស្រីបណ្ឌៈនេះពិតជាទុករាជការជារបស់លេងសើចប៉ុន្តែមុខមាត់គួរតែយល់នៅតែត្រូវឲ្យចរចាទៀត អញ្ចឹងទូបង្គំគួរតែអញ្ជើញអបរាជលីនមកទេ រឿងនេះមិនបខំបើពេលនេះសង្គ្រាមបញ្ចប់ទៅហើយអ្នកគួរឲ្យរង្វាន់ត្រូវឲ្យ
អ្នកគួរពិន័យត្រូវគិតគូរដែរស្ដាប់បានទេធ្វើតាមយើងទៅទទួលរាជបញ្ជាដល់ពេលយើងហើយពូsưពូដើរបញ្ជុំឲ្យបញ្ជុំទៀតបែបនេះនេះពិតជាគ្រាន់តែចង់ដើរលេងទេម្ចាស់តូចលោកធ្លាប់គិតទេថាចង់ទៅដើមរបស់លោកមកវិញនោះណែលោកម្ចាស់តូចទោះបីជាខ្ញុំរស់នៅដាច់ពីគេខ្ញុំទៅជាមិនថ្លង់ភ្នែកខ្ញុំមិនខ្វាក់នោះទេម្នាក់ក្នុងរាជវាំងប្រមាណឆ្នាំនេះធ្វើស្អីខ្ញុំក៏ធ្លាប់ឮដែរកាលនៅពេលដែលលោកនាំតបឈីងចូលមកយូរជើងសុំស្បៀងខ្ញុំគិតថាវាមិនស្រួលចុងក្រោយរាជទាជាទទួលបញ្ជាដេញតាមមកកំណត់ទោសលោក3ថ្ងៃគឺបញ្ជាថាម្នាក់ក្នុងវាំងនោះគឺតម្រង់មករកលោកហើយពលមុតនឹងតាំងពីពេលណាហើយមិនសំខាន់អីទេអ្វីសំខាន់នោះលោកធ្លាប់គិតទេពិតជាមិនធ្លាប់គិតមែនពិតជាមិនធ្លាប់គិតទេពូសឿបានកម្លាំងនៅពាក់ព័ន្ធច្រើនណាពុកខ្ញុំចែកឋានខ្ញុំមិនអាចនាំទុកដល់ម៉ែទៀតទេម្យ៉ាងទៀតខ្ញុំមានសមត្ថភាពអ្វីនោះពូនៅមិនទាន់ដឹងទៀតខ្ញុំនេះអើយប្រយុទ្ធទៅមិនបានអូអត់ណាហើយទៅទៅបានអត់ណាទៅមិនបានអត់ណាទៅវាយទៀតអូគេទៅនេះក្រុមគេចង់ប្រើល្បិញណែស្វែងទៅទៅណែពួកអញថាតែមើលអាម៉ាច់ពិតជាមនុស្សស្រីមែនឬអត់ទេកុំនិយាយព្រេះផ្ដាក់អីគេមានប្រពន្ធទៅហើយពួកអញមើលអីឆាប់ទៅវឹកហាត់ទៅបានរឿងហើយនៅពេលនេះកងទ័ពទាំងអស់សិតតែថាអាម៉ាច់គឺជាមនុស្សស្រីនិយាយចុះឲ្យពួកគេនិយាយចុះលោកធ្វើដូចជាមិនអីប៉ុន្តែរឿងនេះវាប៉ះពាល់ដល់សិលធម៌របស់ពួកយើងណាត្រូវតែគិតគូរមកចត់ណាពួកឯងភ័យចុះឯងត្រូវរៀនចេះបធូរចិត្តបន្តិចទៅនេះក៏អាចបធូរចិត្តដែរវាយបានល្អវាយទៀតទៅបន្តិចទៅវាយទៅយុទ្ធលោណាប្រយុទ្ធទៀតវាយទៅអាចារ្យប្រយុទ្ធទៀតអាចារ្យអចាវាយទៅជប់ភ្លាមឡពួកឯងកំពុងធ្វើបងប្អូនប្រកួតគ្នាគ្មានអ្វីធំដុំឯងនិយាយទៅជម្រាបមេតសាងអាម៉ៃពួកយើងបានមកវឹកហាត់ខំឆើក៏មករកអាម៉ៃចង់ស្រ័យកៅអាម៉ៃតើពួកយើងយល់ព្រមទេតើកំណត់ខ្ញុំឥឡូវនេះចង់ត្រូវឲ្យគេវាយហើយមែនទេសិតតែបករឿងបញ្ហាមុនប្រហឿនពួកឯងគឺជាបងប្អូននៅចំពោះមុខបងឯងមិនមែនជាសត្រូវឯងទេកបិលរបស់ឯងកាប់ទៅលើសត្រូវប៉ុណ្ណោះមិនមែនកាប់ទៅលើបងប្អូនឯងនោះទេណាខ្ញុំដឹងខុសឲ្យលោកមេតមមានជំនុំរបស់ឯងទទួលការពីនេះបាទណាបំបីគ្នាចុះតើយើងទៅជំនុំវិញរឿងនេះបើយ៉ាងមិនអពិតប្រកបទៅសម្បកក្រោយពួកគេចង់ប្រយុទ្ធជាមួយនឹងខ្ញុំតាមពិតគឺចង់សាកល្បងសញ្ញាណពិតរបស់ខ្ញុំពួកគេពិតជាអាចធ្វើចេញមកមែនលោកនៅមានមុខនិយាយទៀតលោកនៅមិនឆាប់ជួយកាត់ខ្ញុំធ្វើយ៉ាងម៉េចទៀតលោកដឹងទេថាពួកគេរកគ្រប់វិធីមកសាកល្បងខ្ញុំហត់ណាខ្ញុំមិនដឹងថាពួកគេហ៊ានធ្វើបែបនេះទេម្យ៉ាងទៀតធ្វើដៃរបស់នាង
មិនអត់នោះទេ ពឹងលោកពិតជាពឹងមិនបានមែន អើ ក៏មកតាមខ្ញុំ តបបងម៉ៃ សិវអបោកខោអាវឯង តបបងម៉ៃកំពុងតែកាត់ទុកពាក្យចចាមអារាមទាំងនោះហេ ឯងស្ដាប់ឮអស់ហើយហ៎មិនអីទេ តបបងម៉ៃមិនបាច់ខ្វល់ឡើយការប៉ັດគឺជាការប៉ិន ខ្ញុំដឹង តបបងម៉ៃបងនៅនឹងខ្ញុំទៅ អើ ពួកគេមិនមែនថាឲ្យជាមនុស្សស្រីរហូតទេឲ្យតែបងនៅនឹងយកខ្ញុំចាំមកពួកគេអ្នកណានិយាយផ្ដាស់ទៀត សិវអ គុណរបស់ម៉ៃចំពោះខ្ញុំសុខចិត្តសងមួយជីវិត រឿងមង្គលការមិនអាចរៀបចំបែបនេះទេឯងត្រូវចាំកេរ្តិ៍ឈ្មោះស្អាតស្អំរបស់ក្មេងស្រីម្នាក់សំខាន់ជាងអ្វីទាំងអស់ លោកបងម៉ៃពេលពាក្យចចាមអារាមស្ងប់ហើយពួកយើងអាចដេញលះ ពួកគេនិយាយជាការប៉ាន់ខ្ញុំរៀបការជាមួយបងហិចអញធ្វើស្អី ខ្ញុំថាខ្ញុំរៀបការជាមួយបងត្រូវតែស្ដាប់ខ្ញុំបើការប៉ាត់គឺបែបនេះលោកអត់ទៅដឹងខ្ញុំក៏គ្មានអ្វីដែរ សិវអនេះឯង ម្យ៉ាងទៀតភារកិច្ចបងធំណាស់ត្រូវតែស្នាក់នៅទីនេះពេលថ្ងៃទៀតមានថ្ងៃដ៏ល្អមួយពួកយើងរៀបការថ្ងៃនោះចុះ អេអញមិនចង់មកខ្ញុំបោះឯងចូលក្នុងតលេហើយណា បងម៉ៃពួកយើងរៀបការតែ ខ្ញុំបោះមែនហើយសិវអចុះសិនមកចុះសិនអរគុណគ្រប់គ្នាស្រាល្អម្ហូបល្អត្រូវតែចូលរួម ល្អប្រកបដែររឿងនេះឯងទៅរៀបចំឲ្យបានល្អ លោកម្ចាស់លាវថ្ងៃស្អែកខ្ញុំរៀបការស្រាល្អម្ហូបល្អលោកម្ចាស់ត្រូវតែចូលរួម ពេលតបម៉ៃចិត្តរៀបការអីល្អពេកហើយច្បាស់ទៀតទៅ អរគុណ ល្អអញ្ចឹងខ្ញុំទៅសិនហើយណា អរគុណ អាម៉ៃឯងចិត្តរៀបការហើយជាមួយនរណា សិវអ អញ្ចឹងថ្ងៃក្រោយឯងឲ្យនាងរៀបការបែបណានេះមិនខកខានដល់គេទេ តែបងខាងតែមិនអស់ពួកយើងទៀតណាខ្ញុំមករួចថ្ងៃស្អែកគឺជាថ្ងៃមង្គលល្អស័ក្តិសមរៀបការ អ្នកសៀចាប់ដៃគេទៅគ្មានតម្លៃទេ ហេតុអីគ្មានតម្លៃតកបងម៉ៃជាប្រុសសង្ហាឆ្លាតហើយក្លាហានតែណាឃើញហើយក៏សរសើរដែរ មិនបែរសម្ដែងទេលបងថាងដឹងថាខ្ញុំជាមនុស្សស្រី សៀវអើខ្ញុំដឹងថានាងដើម្បីអាម៉ៃល្អប៉ុន្តែនេះគឺជាមង្គលការនាងត្រូវតែគិតឲ្យបានច្បាស់ណា ពេលនេះច្របល់ខ្ញុំម្នាក់ឯងគ្មានទីពំនាក់រៀបការជាមួយអ្នកណាក៏មិនអាចធានាដល់ចាស់សក់ស្កេម្យ៉ាងទៀតមានតបទៅមកកំពុងតែមើលពួកយើងមកខាងទៀតមានមនុស្សរងចាំចាប់កំហុសតបចិនទៅបើសិនពេលនេះឲ្យមនុស្សក្នុងលោកដឹងថាអាម៉ៃនៅតបចិនទៅស្ដេចចម្បាំងតូចល្បីនគរទាំង4ជាមនុស្សស្រីណាន់សៀច្បាស់ជាច្របល់ស្ត្រីច្បាស់ជាមានឱកាសវាលោកលបងខាងមិនអាចមិនយល់ហេតុផលនេះ ណាចុះបានបងធំអបពួកអញ អ
ដាក់ខោទៅអើយ យទៅ កាន់តែចោះ ដាក់ឆាឡើង អាមកផាក់មកជុំមួយ ឡើងទៅពេងមក មកសុំជិះជើញ បោះ លបងហ្នឹងឲ្យបែងទៅ បាយជើញខ្វាយដៃគ្នាទៅ មកហើយ ផឹកខ្វាយដៃគ្នាទៅ ដៃ ឡអាចារ្យ ខ្ញុំដូចជាសបងហើយគ្រប់គ្នាតាមសម្រួល ពួកយើងយល់ជប់សំដំណេកជប់សំដំណេក សំដំណេក សំដំណេក ជប់ សំដំណេក ជប់សំដំណេកទៅសំដំណេកជប់សំដំណេកអបអសាទរអបអសាទរ ខ្ញុំ សំដំណេក បានហើយពួកអ្នកទៅពីនាំគ្នាទៅក្រេបទឹកឃុំចុះ អរគុណមេតបសាំងជូនជំរុំប្តីប្រពន្ធពួកយើង ហ៎ចាប់ទៅចុះសំដំណេកហើយ សំដំណេកហើយសំដំណេកហើយ ទៅហើយសំដំណេកហើយ អម៉ៃផឹកស្រាច្រើនបែបនោះក៏លំបាកនាងដែរហើយខ្ញុំជួយបដោះកៅឲ្យនាងចុះ ក៏ល្អអរគុណសៀវអរ ខ្ញុំមើលដឹងហើយនាងគឺជាមនុស្សស្រីផឹកដឹងតែពីផឹក បន្ទុកពីមាត់ចង្រៃខ្ញុំនេះនិយាយបាច់ធ្លីសវតាមេតបម៉ៃពេលនេះនៅសម្រាប់ហងឆៅទៀតខ្ញុំពិតជាមានទុំមិនអាចលើកលែង ចៅជុងឯងទុកចិត្តចុះលោកម្ចាស់តូចប្រកាសជាមានមធ្យោបាយ មិនដឹងថាលោកគ្រូចង់ដាក់ទោសចៅជុងបែបណានោះទេ នគរមានច្បាប់នគរតបមានវិន័យតបខ្លាចតែចៅជុងសម្រាប់ជីវិតមនុស្សត្រូវសងដល់ជីវិតហើយ ខ្ញុំមិនយល់ព្រមទេត្រូវនគរមានច្បាប់នគរតបមានវិន័យតបហេតុផលដែលលោកគ្រូនិយាយទៅនេះខ្ញុំសុទ្ធតែយល់ទាំងអស់ប៉ុន្តែក្រៅច្បាប់នៅមានមនោចេតនាអីនោះចៅជុងជាបងប្អូនរបស់ពួកយើងច្រើនឆ្នាំមកនេះគេស្មោះត្រង់រហូតមកគេបានសម្លាប់ហនឆៅក៏ប៉ុន្តែមិនអាចព្រោះតែស្លាប់បងប្អូនម្នាក់ក៏ទៅសម្លាប់បងប្អូនម្នាក់ទៀត សម្រាប់ចៅជុងខ្លាចក្រែងថ្ងៃក្រោយគេមិនគោរព លោកគ្រូក៏និយាយមានហេតុផលអញ្ចឹងបែបនេះពួកយើងស្រួលបន្តិចទៅឲ្យតែអាចការពារជីវិតគេដាក់ទោសគេបែបណាក៏បាន ទុកឲ្យខ្ញុំគិតមើលបន្តិចសិនយើងដឹងថាឯងនឹងមេតបសាំងមកពីសឹងទូជាមួយគ្នាស្លាប់រស់រួមទុករួមសុខជាមួយគ្នាពួកឯងទាំងពីរនាក់
ដូចជាបងប្អូនបង្កើតរឿងដល់ពេលនេះมันបាច់បន្ទោសខ្លួនឯងពេកទេ ខ្ញុំមិនអាចបន្ទោសខ្លួនឯងលោកម្ចាស់តូចធ្វើល្អដាក់ខ្ញុំរហូតតែខ្ញុំតែងតែចងចាំក្នុងចិត្តពេលនេះព្រោះទឹកខ្ញុំលមោបស្រានធ្វើឲ្យខូចការធំខ្ញុំមិនគប្បីនឹងលោកម្ចាស់តូចខ្ញុំមិនគប្បីនឹងគាត់ លោកសេនាជើងធ្លាប់ឮរឿងរបស់ចាប់ព្រៃទេ សូមលោកស៊ូបង្ហាញផ្លូវ កាលពីបុរាណព្រេងនាយមានគ្រួសារក្រីក្រមួយនៅក្នុងផ្ទះមានម្ដាយចាស់ជរាម្នាក់ចិញ្ចឹមកូនប្រុស2នាក់កូនប្រុសធំមានឈ្មោះថាទូតាអាយុប្រហែល30ឆ្នាំកូនប្រុសតូចមានឈ្មោះថាទូអឺអាយុប្រហែល19ឆ្នាំបងប្អូនទាំងពីរនាក់សុទ្ធតែប្រកបរបររត់ពុនអំបិលចិញ្ចឹមម្ដាយចាស់ជរាទូតាកម្លាំងគេធំម្ដងអាចលី150គីឡូទូអឺកម្លាំងខ្សោយអាចលីបានតែ50គីឡូទេក៏គ្រប់គ្រាន់នឹងអាចគ្រប់គង់ខ្លួនឯងប៉ុន្តែមានថ្ងៃមួយទូតាមិនប្រយ័ត្នធ្វើឲ្យធ្លាក់អំរែកអំបិលស្លាប់អ្នកនៅក្បែរនោះត្រូវបានរាជការចាប់ខ្លួនយកទៅដាក់គុកទូអឺទៅសួរសុខទុក្ខគេបងប្អូនទាំងពីរក៏យំអោបគ្នាទូតាផ្ដាច់ផ្ដាំប្អូនប្រុសត្រូវមើលថែម្ដាយចាស់ឲ្យបានល្អតែទូអឺបែរជានិយាយថាគួរតែឲ្យខ្ញុំស្លាប់ជំនួសវិញបើខ្ញុំស្លាប់គឺស្លាប់តែម្នាក់ឯងនោះទេតែបើបងស្លាប់គឺពួកយើងស្លាប់ទាំង3នាក់កម្លាំងខ្ញុំខ្សោយរកប្រាក់បានតិចចិញ្ចឹមម្ដាយចាស់មិនរស់ទេដល់ចុងក្រោយពួកយើងនៅតែឃ្លានរហូតដល់ស្លាប់ក្រោយមកទូអឺពិតជាស្លាប់ជំនួសមែនម្ដាយចាស់ក៏អាចរស់នៅបានសុខតែព្រលឹងរបស់ទូអឺក៏คล้ายទៅជាចាប់ព្រៃស្រែកយំទាំងថ្ងៃទាំងយប់គឺលោកស៊ូលោកម្ចាស់តូចមិនអាចធ្វើបែបនេះបានទេលោកម្ចាស់តូច ចាំមិនឲ្យមកបែក ចាំជុំត្រូវលោកម្ចាស់ស៊ូបង្ខំឲ្យស្លាប់លោកម្ចាស់តូចលោកមិនទាំលោកម្ចាស់គាត់ទៅលោកម្ចាស់តូចលោកម្ចាស់តូចលោកម្ចាស់តូចកំពុងធ្វើអីហ្នឹងលោកម្ចាស់តូចទប់ណាលោកម្ចាស់តូចស៊ូជីងឈប់លោកម្ចាស់តូចជប់សិនកម្រាស់អ្នកស្ងៀម ឆាប់ខត់គាត់ទៅលោកម្ចាស់តូច ថយទាំងអស់គ្នាស៊ូជីងលោកបានសម្រាប់គេដោយចិត្តឯងជឿមិនជឿថាខ្ញុំសម្រាប់លោក បើសិនជាលោកសម្រាប់ខ្ញុំហើយអាចរំសាយភាពស្អប់នៅក្នុងចិត្តខ្ញុំស្លាប់ទៅមិនស្ដាយក្រោយទេប៉ុន្តែខ្ញុំមានពាក្យខ្លះចង់និយាយប្រាប់លោកម្ចាស់តូចសួរថាកងទ័ពម្នាក់ណាដែលគ្មានប្រពន្ធគ្មានកូនគ្មានបងប្អូនប្រុសស្រីអូ
ពួកគេប្រថុយជីវិតមកតាមលោកកាត់ភ្ជុះកាត់ព្រិលគឺដើម្បីអីនោះមិនព្រោះតែលោកម្ចាស់ទូចមានចិត្តល្អមានសច្ចធម៌ទេអ្វីដែលសំខាន់ជាងគេគឺពួកគេដើម្បីមានថ្ងៃណាមួយលោកម្ចាស់ទូចអាចធ្វើឲ្យគ្រប់គ្នារស់នៅណានសៀននេះរស់នៅបានសុខមានភាពរុងរឿងពេលនេះណានស៊ីជួបបញ្ហាទាំងក្នុងទាំងក្រៅតបបីមុខរាប់លានអ្នកសម្ដៅមកក្រុងចង់បានទឹកដីកងទ័ពទាំងមូលកំពុងតែមើលលោកពលឹងរបស់លោកម្ចាស់ទីងកំពុងតែមើលលោកបើលោកម្ចាស់ចេះតែធ្វើអ្វីស្ទាក់ស្ទើរធ្វើការដោយប្រើអារម្មណ៍មិនបាញ់ចែកធ្ងន់ស្រាលនោះលោកមិនគប្បីនឹងកងទ័ពដែលច្បាំងស្លាប់នៅក្នុងសមរភូមិទេមិនគប្បីចិត្តស្មោះរបស់ចៅជុងដែលមានចំពោះលោកចុងក្រោយខ្ញុំសូមជូនលោកមួយឃ្លាចង់សម្រេចកិច្ចការធំត្រូវទទួលបន្ទុករាជសារមកដល់ទ័ពចិនប៉ៃបណ្ដេញសត្រូវដែលភាពក្លាហានយកទឹកដីមកវិញយើងត្រេកអរប្រទានរង្វាន់ជាពិសេសតែងតាំងមេទ័ពចិនប៉ៃសាំងអ៊ីជឺជាមេទ័ពថ្នាក់ទី1តែងតាំងមេទ័ពម៉ៃស៊ួយជាមេទ័ពអ៊ីនហួយថ្នាក់ទី3តែងតាំងមេទ័ពសេះថាងអ៊ីសៀវមេទ័ពចិនវៃថ្នាក់ទី4អ្នកដែលមានស្នាដៃដំឡើងតំណែងតាមឋានៈតាមកម្រិតពីពេលនេះទៅមេទ័ពយុជើស៊ីតាឈុនក្បត់ជាតិចូលដៃសត្រូវកាត់ទោសប្រហារជីវិតលោកម្ចាស់ទិញណានត្រួតពិនិត្យដោយផ្ទាល់ហើយយកក្បាលរបស់គេមកសឹងទូវិញដូច្នេះអ្នកដែលពាក់ព័ន្ធគឺត្រូវចាត់ចែងទៅតាមច្បាប់ចប់រាជសារព្រះអង្គគឺតាឈុនចុះចូលគឺដើម្បីការពារប្រជារាស្ត្រក្នុងក្រុងទ្រង់ចង់សម្លាប់គេបែបនេះទូបង្គំយល់ថាมันស័ក្តិសមទេច្បាប់របស់រាជការអ្នកដែលចុះចូលក្នុងសង្គ្រាមប្រហារជីវិត9ពូជប៉ុន្តែយើងយល់ដល់ការគិតពីរាជមិនពាក់ព័ន្ធអ្នកផ្សេងចំពោះអ្នកដែលក្បត់នគរបើមិនពិន័យឲ្យធ្ងន់ធ្ងរកងទ័ពអាចរៀនសូត្រពីគេនោះគឺច្បាប់មានន័យអីទៅរាជនៅយូរជើទើបតែឆ្លងកាត់ភាពលំបាកមិនទាន់នឹងណូថ្មមួយដុំអាចបង្កើតរលករាប់មិនអស់បើសិនជារាជអអន់ចិត្តនោះគ្រាន់តែមេទ័ពការពារក្រុងម្នាក់មិននឹងអាចពាក់ព័ន្ធជាមួយរាជអអន់ចិត្តជប់និយាយហើយម្នាក់នេះមិនស្លាប់មិនបានទេលើកនេះព្រះអង្គទោះបីជាអាចកាត់ដៃម្ខាងរបស់ទ័ពចិនប៉ៃតែក៏មិនអាចរង្គើដល់មូលដ្ឋានវាដែរអុកព្រះអង្គដើរមួយជំហាននេះទូបង្គំពិតជាមើលមិនយល់បែបយើងសង្ស័យពេលសកាជនពិសេសដែលបញ្ជូនទៅយូជើមិនមែនស្លាប់ក្រោមដៃជនជាតិប៉ៃមុខនោះទេណែព្រះអង្គសង្ស័យលោកម្ចាស់ទីងណានមែនទេបើគេមិនដាច់ដៃម្ខាងទេនោះគេត្រូវទទួលទោសឈ្មោះជាទ័ពក្បត់អាស្រ័យលើគេជ្រើសរើសយ៉ាងម៉េចទេបានហើយឈប់និយាយទៅលក់តែថ្មីដែលយើងឆុងដល់ផ្ទាល់នេះទៅចប់រឿងហើយគុណព្រះអង្គតែល្អមេតបស៊ឺគិតគូរដល់ប្រជារាស្ត្រនៅយូរជើងរាជការមិនអាចធ្វើបែបនេះចំពោះមន្ត្រីស្មោះត្រង់ពូស៊ឺកុំបារម្ភអីពួកយើងនៅទីនេះច្បាស់ជាអាចរកឃើញមធ្យោបាយល្អទាំងសងខាងរឿងនេះមិនងាយស្រួលបែបនោះទេអ្វីដែលព្រះអង្គចង់បាន
មិនមែនជីវិតមេតបស៊ឺឡើយតែគឺទឹកចិត្តរបស់តបចិនបៃតបចិនបៃប្រាខ្លាយពីតបឈិននិងយូរួមបញ្ចូលគ្នាពាក់កណ្ដាលសុទ្ធតែធ្លាប់ជាកូនចៅមេតបស៊ឺពេលនេះព្រះអង្គចង់ឲ្យលោកម្ចាស់ទៅសម្រាប់មេតបស៊ឺដោយផ្ទាល់ខ្ញុំគិតថាវានឹងប៉ះពាល់ដល់អំណាចរបស់លោកម្ចាស់ទៅក្នុងជួរតបបើពេលនោះឈិនឈីមកម្ដងទៀតពួកយើងប្រហែលជាមិនអាចទប់ទល់រពាដៃរបស់បៃមុខទេព្រះអង្គនឹងកាត់ទោសដល់លោកម្ចាស់តូចពិតជាព្រួញមួយបាញ់បានសัตว์ពីរពូស៊ឺអត់ពេលខ្ញុំប្រហែលថ្ងៃទៀតខ្ញុំច្បាស់ជាអាចរកឃើញមធ្យោបាយដោះស្រាយខ្ញុំហត់ហើយខ្ញុំត្រូវការសម្រាប់ឲ្យបានល្អមានការអីមករកខ្ញុំទៅបានទេទាំងអស់គ្នាលោកមេតបរឿងរបស់មេតបស៊ឺលោកគិតចង់ធ្វើយ៉ាងម៉េចខ្ញុំគិតចង់ផ្ដាច់ផ្លូវក្រោយខ្លួនឯងចំតបបញ្ជាព្រះអង្គតាមពិតក្នុងចិត្តតបទាំងអស់គឺសុទ្ធតែយល់បើសិនជាគ្មានពូស៊ឺក៏គ្មានតបរួមឈិញហើយនៅយូរថ្ងៃនេះក៏គ្មានតបធំ 100000 នាក់ហើយប្រសិនបើខ្ញុំនិងពូស៊ឺមានបញ្ហាបន្តិចកងតបរួមឈិញនៅយូរគឺច្បាស់ជាមិនអាចអោបដៃឈុំមើលទេដូច្នេះហើយលើកនេះខ្ញុំគិតចង់នាំពួកគេទៅតាមខ្ញុំម្ដងលោកគិតចង់យកតបធំ 100000 នាក់ធ្វើជាធ្នូគម្រាមទៅព្រះអង្គវិញទោះបីជាខ្ញុំនៅក្នុងរាជវាំងចរចាជាមួយព្រះអង្គតែឯងតែតប 100000 នាក់របស់ពួកយើងនឹងចាំនៅខាងក្រៅធ្វើបែបនេះព្រះអង្គពិតជាមានការបារម្ភមិនខុសទេនាងមកយល់ថាពួកយើងពេលនេះនឹងព្រះអង្គកំពុងតែមានតម្លាភាពមួយទេមានតម្លាភាពនិងមានការទប់ទល់ហើយការទប់ទល់ទើបមានធ្នូនឹងការចរចាហើយចំណុចសំខាន់នៃការចរចាលើកនេះគឺការស្លាប់រស់របស់ពូស៊ឺតែប៉ុណ្ណោះតែខ្ញុំនិយាយចឹងត្រូវដែរទេទេច្បាស់ជាមានមជោបបាយលោកម្ចាស់ឬមួយមជោបបាយបន្តិចក៏ពិតជាគ្មានដែររាជបញ្ជាពិបាកប្រឆាំងណាស់ទេច្បាស់ជាមានមជោបបាយច្បាស់ជាមានមជោបបាយលោកម្ចាស់តូចខ្ញុំទៅអង្វរលោកម្ចាស់តូចអូនសម្លាញ់អើយបោកប្រាប់អូនតាមត្រង់លោកម្ចាស់តូចកំពុងតែរកវិធីដោះស្រាយបញ្ហាអូនគួរតែកុំទៅបង្កបញ្ហាអីតើបានទេនៅស្ងៀមសិនទៅលោកម្ចាស់មិនកុហកខ្ញុំទេហ៎អាយ៉ាប្រឆាំងរាជបញ្ជាលោកម្ចាស់តូចយកព្រមជួយបងគាត់បានបន្ថយគ្រោះថ្នាក់យ៉ាងធំហើយបើសិនជាលិចធ្លីមិនត្រឹមតែពួកយើងទេលោកម្ចាស់ទិញណានគាត់ក៏ត្រូវពាក់ព័ន្ធដូច្នេះបងមិនអាចប្រាប់អូនបានទេពាក្យនេះពិតមែនណាមួយជីវិតនេះបងធ្លាប់កុហកអូនទេអូនធ្វើដូចជាមិនដឹងអីទៅដាច់ខាតមិនអាចធ្វើឲ្យបែកធ្លាយចេញទេអូនមិនមែនល្ងងឡើយអូនមិនអាចនិយាយប្រាប់អ្នកដទៃបានហើយរឿងទាំងអស់នេះគឺបងបើមើលទៅបងដូចជាឃ្លានហើយនេះចង់ហូបនំសរសៃមាសដែលអូនធ្វើដោយផ្ទាល់ដៃណាចាំបន្តិចខ្ញុំទៅធ្វើចាំថាតបហើយណានធ្លាប់នៅក្រោមបង្គាប់ពុកលោកមានមេតបដែលធ្លាប់ស្គាល់ទេនាងចង់ឆ្លើយបញ្ហាពីឬគល់កំបិតរបស់តបចិនបៃគួរតែប្រើដើម្បីសម្រាប់សត្រូវ
ចំពោះបងប្អូនរបស់ខ្លួនព្យាយាមចរចាអាចមិនប្រយុទ្ធគ្នាល្អបំផុត ខ្ញុំសាកល្បង ខ្ញុំមានពាក្យប្រមាណម៉ាត់ចង់ពិភាក្សាជាមួយលោកមេតបសាំងមេតបសាំងលោកចង់បះបោមែនទេ បោះស្ដេចល្ងងគ្មានបេតាបដូរមនុស្សម្នាក់វាយ៉ាងម៉េចទៅ ប៉ុន្តែពេលនេះឱកាសមិនទាន់មកដល់បើទៅមុខដោយបង្ខំមិននឹងអាចជោគជ័យម្យ៉ាងទៀតលោកមិនអាចសូមបីតែសវត្ថិភាពរបស់ពនាងធំក៏មិនគិតគូរដែរណា គ្រាន់តែជាកំណត់បណ្ដោះអាសន្នខ្ញុំគ្មានបំណងចង់ទៅដើមទេពេលនេះក៏ព្រោះតែខ្ញុំគ្មានជំរឿន មេតបសាំងពងវិញហើយដាច់ខាតមិនបានទេ គ្រូជុំនិយាយតទៅទៀតទៅខ្ញុំបានសម្រេចចិត្តហើយ ហើយបងគ្រាន់តែចង់ធ្វើវាទុកជាអនុស្សាវរីយ៍ឲ្យអូនច្បាស់ជាពេញចិត្តមិនខាន លោកម្ចាស់បងសម្រាប់ចិត្តបោះបង់ជីវិតទេសំលោកម្ចាស់ទៅរកវិធីបងសត្វតែកុហកខ្ញុំទេ អូនសម្លាញ់រាជការពិបាកជំទាស់ណាស់ បងដាច់ចិត្តពេកហើយ អូនសម្លាញ់មិនគប្បីនឹងអូន đó chẳng thôi bạn đi chứ bạn ចេញដំណើរ បាទរីកាមីតបសាំងមីតបសឿមកហើយ គូសឺមេតបសោលោកចង់វាយលោកសឹងតួខ្ញុំនិយាយហើយនឹងការពារសុវត្ថិភាពពូមកតាមខ្ញុំបន្តិចមកមានរឿងអីមកវិញចាំនិយាយគ្នាបានទេអញ្ចឹងមកគូសឺលំចាត់តូចមកហើយមកអង្គុយមកបាទមកផឹកស្រាបន្តិចទៅស្រាល្អ
មិនបានជាលោកមិនផឹកហ៎មិនក៏លោកមិនផឹកទៅពូសឺបើដើម្បីបញ្ចុះខ្ញុំដាក់តបនោះនឹងមិនចាំបាច់និយាយទេហ៎ឆ្នាំនោះឪពុកលោកបានជួយជីវិតខ្ញុំនៅលើសមរភូមិតាំងពីនោះមកខ្ញុំក៏ដើរតាមគាត់ដោយចិត្តស្មោះអស់ពីចិត្តមនុស្សលោកម្ចាស់ធំនេះណាស្មោះត្រង់នឹករបស់ចាស់រឿងអ្វីក៏ចេញមុខមុនគេពួកយើងសុទ្ធតែស្ញប់ស្ញែងប៉ុន្តែមានចំណុចមួយលោកដឹងថាយើងវិនិច្ឆ័យគាត់យ៉ាងម៉េចទេមិនដឹងទេពួកយើងសុទ្ធតែថាគាត់ខ្លាចប្រពន្ធតែពូមិនដូចគ្នាទេពូស៊ឺក៏ខ្លាចប្រពន្ធដែរខ្ញុំអើយមនុស្សយើងមិនអាចនិយាយច្រើនងាយជន់កាយខ្លួនឯងលោកម្ចាស់ធំស្លាប់ហើយខ្ញុំក៏មិនបានជួនដំណើរគាត់ជាលើកចុងក្រោយមិនមែនមិនចង់ទេតែមិនអាចព្រោះថាផ្លូវដែលដើរមិនទាន់ចប់រឿងដែលមិនទាន់សម្រេចខ្ញុំត្រូវទៅជួយដើរជួយសម្រេចគាត់មុនពេលលោកម្ចាស់ធំចិត្តទៅសឹងទូគាត់ធ្លាប់វៀងមកយូរជើពួកយើងបានជួបគ្នាទៅ2នាក់នៅទីនេះកន្លែងដែលពួកយើងអង្គុយលោកមេតបធំចង់ឲ្យខ្ញុំសងជីវិតឲ្យគាត់មួយថាម៉េចគាត់ថាអ្នកដតីសុទ្ធតែបំណុលកូនឪពុកសងគាត់វិញត្រូវការបំណុលឪពុកកូនទទួលគាត់ក៏ប្រើជីវិតខ្ញុំមកការពារសុវត្ថិភាពលោកខ្ញុំយល់ព្រមហើយដូច្នេះពូស៊ឺពេលដែលខ្ញុំមកយកចើខ្ចីស្បៀងលើកទី1ពូបដិសេធនឹងខ្ញុំអូទេនោះគឺបដិសេធមកជីវិតខ្ញុំមានតែមួយទេខ្ញុំអាចជួយលោកមកគ្រាជួយលោកមិនបានមួយជីវិតទេខ្ញុំចង់មើលថាលោកមានសមត្ថភាពការពារខ្លួនឬអត់អាចគេចបញ្ហាខ្លួនឯងឬអត់តែប៉ុណ្ណឹងមិនអាចបដិសេធលោកមានដូច្នេះហើយខ្ញុំចង់ជួយសម្រេចរឿងចុងក្រោយឲ្យឪពុកលោកនេះជាស្អីទៅមង្សឺរបស់លោកគ្មានសាច់ញាតិច្រើនទេក្រោយពេលខ្ញុំស្លាប់ទៅលោកត្រូវជួយមើលថែគាត់ឲ្យខ្ញុំផងតែពូស៊ឺកុំលិចសើចជាមួយនឹងខ្ញុំនៅទីនេះបានទេខ្ញុំមិនលិចសើចជាមួយលោកទេខ្ញុំប្រាប់ពូរបស់នេះទុកឲ្យបានល្អទៅមិននឹងបាននេះលោកមិនយល់ទៀតអីបើជាព្រះអង្គមកដល់យូជើភ្លាមក៏ខ្លាចតែជាកាឡាងាប់ទៅហើយលោកដឹងថាព្រះអង្គហេតុអីឲ្យលោកសង្កេតការពីឃាតទេហេតុអីព្រោះបំណងសម្រាប់ក្នុងរាជសារគឺសម្ដៅមករកលោកនឹងខ្ញុំមានទោសចោះចូលសត្រូវហើយបើលោកមិនសម្លាប់ខ្ញុំតបចិនបៃទាំងមូលគឺសុទ្ធតែជាបពុះលោកវិញគឺជាមេតបកបត់ហើយលោកដឹងថាលទ្ធផលនៃឈ្មោះនេះគឺជាអ្វីទេលោកម្ចាស់ជងយងកំពុងទៅរងចាំនៅច្រាំងទន្លេវាងនោះព្រះអង្គកំពុងទៅមើលលោកសម្រេចចិត្តហើយពូស៊ឺអ្វីដែលពូនិយាយទៅនេះខ្ញុំយល់ប៉ុន្តែស្ថានភាពពេលនេះមិនដូចមុនទេដើម្បីសង្គ្រាមលើកនេះគឺខ្ញុំនិងអាម៉ៃបានត្រៀមខ្លួនយ៉ាងគ្រប់គ្រាន់យើងអាចយកឈ្នះតបហនដានបានខ្ញុំនិយាយទៅពូរបស់នេះដាច់ខាតកុំឲ្យមីស៊ីខ្ញុំមើលឃើញបើមិនចឹងដល់ពេលនោះពូមិនចង់ស្លាប់កន្លែងទាន់ពេលដែរមិនបានជាលោកមិនទាន់យល់ទៀតលោកពូស៊ឺលោកកុំខ្វល់នឹងខ្ញុំលោកស្ដាប់ខ្ញុំនិយាយខណៈពេលដែលលោកចាប់ដើមលើកតបទៅលោកនៅខ្លាយជាមេតបក្បត់ពិតប្រាកដហើយរាជដែលញញឹមដាក់លោកនៅពេលនេះដល់ពេលនោះនឹងទុកលោកជាសត្វរាជឆានលោកត្រូវតែដឹងថាមានតែលោកទេដែលពិបាកយកឈ្នះពេលនេះលោកមិនទាន់ខ្លាំងគ្រប់គ្រាន់លើកតបពេលនេះគឺឆេវឆាវពេកហើយលោកពិតជាសង្ឃឹមថាជីវិតមេតបចិនបៃទាំងមូលគឺសុទ្ធតែពាក់លីក្រោបចិត្តឆេវឆាវលោកអីពួកបានហូបអ្វីពិតប្រាកដទៅម្យ៉ាងទៀតគ្រោះថ្នាក់ពិតប្រាកដគឺមិនទាន់ចេញពេលនេះទេហើយពេលដែលលោកយកក្បាលរបស់ខ្ញុំទៅសឹងទូលគាល់ព្រះអង្គនោះទើបជាការចាប់ផ្ដើមពិតប្រាកដលោកត្រូវធ្វើបែបនេះព្រោះថាតបចិនបៃដែលលោកទុកចិត្តបំផុតនោះមានតែលោកទទួលយកបានការគ្រប់គ្រងនយោបាយកាន់តែច្រើនទើបអាចយកអ្វីដែលជារបស់លោកត្រឡប់មកវិញបានខ្ញុំត្រូវការទេលោកត្រូវទៅយកពូស៊ឺពូស៊ឺស្ដាប់ខ្ញុំនិយាយនេះជារឿងចុងក្រោយដែលខ្ញុំធ្វើដើម្បីលោកបើលោកមិនចង់មកគប់បីនឹងខ្ញុំថ្ងៃក្រោយធ្វើស្ដេចល្អមួយអង្គត្រូវចាំណាធ្វើជាស្ដេចចិត្តត្រូវតែរឹងមាំលើទេពូស៊ឺ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 
តូចលោកម្ចាស់តូចលោកម្ចាស់តូចពិសាបាយលោកម្ចាស់តូចលោកម្ចាស់តូចហូបអ្វីមួយម៉ាត់ទៅលោកម្ចាស់តូច2ថ្ងៃហើយគាត់មិនហូបអីទេទុកឲ្យខ្ញុំចោលលោកមិនបានហូបអី2ថ្ងៃមកហើយមកហូបអីតែបែបនេះគាត់បីជាមួយពូស៊ឺទេខ្ញុំមកកប់បីនឹងគាត់ពូស៊ឺជ្រើសរើសយកលទ្ធផលបែបនេះគឺដើម្បីការពារលោកឲ្យកាន់តែល្អគាត់ផ្ញើក្តីសង្ឃឹមទាំងអស់ដែលសម្រេចមិនបាននៅលើខ្លួនលោកបាក់ទឹកចិត្តបែបនេះពិតជាមិនគប្បីនឹងគាត់មែនខ្ញុំការពារពូស៊ឺមិនបានថ្ងៃក្រោយក៏ការពារនាងមិនបានដែរពួកយើងការពារគ្នាទៅវិញទៅមកមិនមែនអ្នកណាការពារអ្នកណាទេផ្លូវថ្ងៃក្រោយនៅវែងណាស់មិនអាចដួលនៅទីនេះនោះទេលោកគ្រូកំពុងចាំពួកយើងក្រោកឡើងហូបមួយម៉ាត់ទៅព្រះអង្គហៅមេតបសាំងទៅសឹងទូវិញច្បាស់ជាមានល្បិចកលពួកយើងមិនអាចមិនការពារទេពេលនេះមេតបសាំងមិនតបចិនទៅក្នុងដៃព្រះអង្គមានការបារម្ភច្បាស់ជាមិនប្រាថ្នាដៃដូចកាលពីមុនឡើយតែមេតបសាំងមិនទាន់មានគ្រឹះនៅក្នុងរាជការបើមើលបែបនេះបែរជាគ្រោះថ្នាក់ខ្លាចតែពួកយើងការពារមិនបានមេតបមិននិយាយត្រូវគឺព្រោះតែបែបនេះឥឡូវនេះខ្ញុំមានយោបល់មួយណាលោកគ្រូសូមមានប្រសាសន៍ថារាជទាយាទនឹងសម្ដេចខាងរើសយកម្នាក់នៃរបស់លោកស៊ូគឺចង់សម្ព័ន្ធនឹងព្រះបុត្រាព្រះរាជាមានតែបុត្រ2អង្គរាជទាយាទនឹងសម្ដេចខាងរាជទាយាទមានសច្ចធម៌ប៉ុន្តែគ្មានទេពកោសល្យនោះទេបើថ្ងៃក្រោយចង់ឡើងគ្រងរាជខ្លាចតែត្រូវចំណាយកម្លាំងជាច្រើនហើយសម្ដេចខាងវិញមានមហិច្ឆតាណាស់មិនត្រូវនឹងរាជទាយាទយូរហើយគេទាំងពីរនាក់គឺសុទ្ធតែត្រូវការសិទ្ធិទ័ពមេទ័ពសាក់ហេតុអីមិនឆ្លៀតឱកាសឬម្នាក់ចងសម្ព័ន្ធមិត្តបែបនេះអាចឲ្យគេការពារដោះស្រាយបញ្ហានៅចំពោះមុខម្យ៉ាងទៀតអាចទាញយកផលប្រយោជន៍ចាក់គ្រឹះក្នុងរាជការលោកអាចទទួលបានផលច្រើនលោកស៊ូមានយុទ្ធសាស្ត្រច្រើនវិធីនេះល្អណាស់មិនដឹងថាក្នុងចិត្តលោកស៊ូជ្រើសរើសអ្នកណាគេមេទ័ពសាំងលោកយល់ជាមិនដែរខ្ញុំពេញចិត្តរាជទាយាទរាជទាយាទធ្លាប់មានបំណងចង់សម្លាប់មេទ័ពសាំងមេទ័ពសាំងហេតុអីបានជាលោកត្រូវជ្រើសរើសយកគេពេលនោះគេចង់សម្លាប់ខ្ញុំមែនព្រោះតាមមើលទៅមិនថាខ្ញុំមានចិត្តចង់ទៅដើមឬអត់ទេសិតទៅឧបសគ្គពេលដែលគេឡើងគ្រងរាជប៉ុន្តែពេលបៃមុខលួចឆ្មក់ហើយទីបំផុតគេនៅតែសម្រេចចិត្តដោះលែងខ្ញុំ
បានន័យថារាជជាតិមានគុណធម៌គិតគូរដល់កិច្ចការមិនដូចជាព្រះអង្គពេលនេះទេដូច្នេះខ្ញុំយល់ថាបានទ្រង់ឡើងក្រុងរាជច្បាស់ជាខ្លាចទៅជាស្ដេចឆ្លៀសវៃមួយអង្គមិនខានទេ មេតបសាំងជ្រើសរើសបានល្អអ្នកណាក្រុងរាជនៅថ្ងៃក្រោយច្បាស់ជាងរាជទាយាទនៅពេលនេះ ហេតុអីលោកស៊ូហ៊ានប្រកាសបែបនេះ តាមពិតអ្នកស្នងរាជដែលព្រះអង្គចង់បានបំផុតមិនមែនរាជទាយាទទេតែគឺបុត្រាច្បងរបស់រាជទាយាទឈីយូរាជទាយាទអាចមានប្រៀបលើសម្ដេចខាងគឺព្រោះតែចៅប្រុសតូចរបស់ព្រះជាម្នាក់នេះព្រះបុត្រាតូចពេលនេះគ្រាន់តែជាក្មេងម្នាក់តែគេឆ្លៀសវៃណាស់ទទួលបានការសពប្រតិពីព្រះអង្គមុនពេលព្រះអង្គសោយទីវង្គតទ្រង់នឹងបោសសម្អាតឧបសគ្គទាំងអស់ឲ្យរាជទាយាទបើសិនជាលោកសម្រេចចិត្តរើសយករាជទាយាទតើមេតបសាំងចង់ឲ្យអ្នកណាទៅឲ្យអ្នកណានៅ ពេលនេះស្ថានភាពនៅសង្ទូមិនច្បាស់លាស់មិនអាចទៅគ្នាច្រើនទេខ្ញុំអាម៉ៃសៀប៉ាយគឺពួកយើងទៅមុនក្រុមការពារទៅតាមក្រោយបានហើយរីឯក្នុងជំរំតបខ្ញុំចង់ឲ្យທາງ CE ដឹកនាំតបបដអសន្នឲ្យលោកគ្រូទទួលខុសត្រូវកិច្ចការមិនដឹងថាលោកគ្រូយល់ឃើញយ៉ាងម៉េចទេ ទៅសឹងទូលើកនេះមេតបសាំងហើយនឹងអាម៉ៃត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនរក្សាទំនាក់ទំនងជាមួយយូជើឲ្យជាប់ខ្ញុំនឹងទៅរៀបចំបន្តិចសិន បានសម្រាប់ចិត្តថាទៅលោកគួរតែទៅសួរសុខទុក្ខអ្នកស្រីស៊ីបន្តិចទេ ខ្ញុំពិតជាមិនដឹងថាប្រជុំមុខនឹងមិនស៊ឺយ៉ាងណាទេ ឆាប់ទៅ ហ៎ អ្នកស្រីមកចុះការនៅខាងនោះរីកបាញ់ល្អណាស់ឆាប់ទៅចុះ អ្នកស្រីស៊ឺលោកម្ចាស់តូចមកមើលអ្នកស្រីហើយ មិនស៊ឺ មិនបាច់បែបនេះទេ អ្នកស្រីស៊ឺពួកយើងចង់នាំលោកម្ចាស់ស៊ឺចាក់ចេញហើយ មិនស៊ឺថ្ងៃក្រោយនេះជាមិញមកកើតខ្ញុំពួកស៊ឺស្លាប់ព្រោះតែខ្ញុំមិនថាយ៉ាងណាទេសៀងអីជឿគឺច្បាស់ជាការពារមីស៊ឺអស់មួយជីវិតមិញទុកចិត្តលើខ្ញុំចាស់ ចេញដំណើរថ្ងៃនេះឬ ថ្ងៃស្អែក មើលថែលោកម្ចាស់ឲ្យបានល្អ ស៊ឺអមើលថាអ្នកស្រីស៊ឺបានល្អ អ
មកដល់អស់ហើយនៅ ក្រាបទូលព្រះអង្គជិតមកដល់ហើយ ឲ្យគេឃ្លាំមើលតទៅទៀតបើមានអ្វីកើតឡើងត្រូវរីកាឲ្យយើងដឹងជាបន្ទាន់ទៅបាន ទូលបង្គំទទួលរាជបញ្ជាព្រះអង្គនៅមានរឿងមួយទៀត ឈប់ចេញទៅនិយាយមក តាមសារសម្ងាត់នៅយូរជើប្រទះឃើញមនុស្សមួយក្រុមទៀតក៏កំពុងខ្លំមើលលោកម្ចាស់សាំងដែរ